ជីវិតប្រៀបដូចជាការធ្វើដំណើរនៅលើផ្លូវមួយដ៏វែងឆ្ងាយប៉ុន្តែក៏គ្មានដំណើរផ្លូវជីវិតមានឧបសគ្គច្រើនរាប់មិនអស់ដែលយើងអាចនឹងជួបប្រទះសម្រាប់ផ្លូវដែលយើងបានចំណាយយើងអាចទទួលយកបានគ្រប់យ៉ាងទាំងពេលនេះនិងពេលកាត់ទុកព្រោះយើងគឺជាម្ចាស់ផ្លូវអ្នកផ្សេងគេអាចនឹងសាច្បងឲ្យយើងឬមិនជាជំនាញរបស់យើងប៉ុន្តែគេមិនបានជួយដល់ស្ថានភាពរបស់យើងឡើយគេបានតែនិយាយបានតែថាយើងគួរតែម្ចាស់គួរតែចង់តែពេលនិយាយហត់ពួកគេក៏ស្ងាត់ការតស៊ូពុះពេលជំនាញនឹងបញ្ហានៅក្នុងជីវិតពិតជាលំបាកណាស់ទៅហើយដូច្នេះកុំយកសម្ដីមិនល្អរបស់អ្នកដទៃមកដាក់ក្នុងចិត្តច្រើនពេកព្រោះវានឹងធ្វើឲ្យយើងប្រែប្រួលទុកហើយព្រោះមកដល់វិញប៉ុន្តែដែលរបស់របស់យើងចាំបាច់ឯកសារអ្វីដែលមិនល្អហើយយកព្រមទទួលយកតែអ្វីដែលល្អគឺសាស្ត្រដំណើរតទៅមុខនឹងសោកនឹងឆ្ងាយណាស់ឬបានធ្វើមិនដឹងមិនលឺក៏ល្អហើយអ្វីដែលគោលដៅជីវិតរបស់យើងឲ្យបានល្អបំផុតมันให้เอาเวลปูมุ้ยเวลอะไรไอ้ពេលដែលយើងកាត់តវាយើងចាប់ជាប់ក្នុងតោហើយដាក់អោថ្មីហើយវាស់ហើយយើងកាត់វាតែមកដើម្បីយកឲ្យវាយកសារនឹងកាយចឹងខុសហ្នឹងក៏ទីយើងកាត់តកសំណាំងតោនឹងពេលយើងសាបវាច្រើនហើមុខហូរទៅផ្នែកតាផ្សែងវាទេនេះអាផ្សែងវានេះផ្សែងធុកនេះ